ប្រសិនបើខ្ញុំចង់ឲ្យកូនសិស្សខ្ញុំប្រឡងប្រចាំខែតាមរយៈកម្មវិធីថ្នាំបឋម PLP តើគួរប្រឡងកន្លែងណាអ្នកគ្រូហើយត្រូវធ្វើដូចម្តេចខ្លះចាដើម្បីអាចចូលប្រឡងបានចាអញ្ចឹងវីដេអូនេះផងដែរខ្ញុំនឹងមកបង្ហាញជូនចាពុកម៉ែបងប្អូនលោកគ្រូអំពីរបៀបចូលប្រឡងអញ្ចឹងជាដំបូងគឺប្រសិនបើទូរស័ព្ទពុកម៉ែបងប្អូនលោកគ្រូចាជាប្រភេទ iOS ចាដូចវីដេអូដែលខ្ញុំកំពុងបង្ហាញជូននេះគឺចុចនៅកន្លែង browser តែប្រសិនបើជាប្រភេទទូរស័ព្ទចា Android អញ្ចឹងមិនថាមធ្យោបាយបែបណាទេចាមិនថាតាម Chrome ឬក៏ browser ឬក៏ Google ទេចាគឺឲ្យតែពេលដែលយើងវាយពាក្យ PLP ទៅគឺទៅដល់កម្មវិធីថ្នាំបឋម PLP អញ្ចឹងមិនជាបញ្ហាទេចាត្រង់ចំណុចនេះផងដែរចាប្រភេទកម្មវិធីអាស្រ័យទៅលើប្រភេទទូរស័ព្ទហ្នឹងហើយអញ្ចឹងឥឡូវនេះចាខ្ញុំវាយពាក្យ PLP នោះលោតឲ្យយើងតែម្ដងចាពុកម៉ែបងប្អូនលោកគ្រូចាដោយសារតែខ្ញុំធ្លាប់វាយតម្លើងហើយអញ្ចឹងណាហ្នឹងហើយហើយចេញរូបរាងបែបនេះឯងចាអញ្ចឹងអាប់ដេតមែនតើចារូបរាងឡើងស្អាតចា sexy ញាក់តែម្ដងមើលទៅឡើងមានពណ៌មាន color ចាឡើងគួរឲ្យចង់គួរឲ្យគុណអញ្ចឹងទាំងអស់នេះហើយចានៅពេលដែលយើងវាយពាក្យ PLP ចាយើង search មកបន្ទាប់មកគឺចេញរូបរាងបែបនេះចាហើយអ្វីដែលខ្ញុំកំពុងវងមូលហ្នឹងគឺថ្នាលបឋមចំនួនថ្មីរបស់យើងហើយនោះគឺថ្នាលគ្រប់គ្រងសាលារៀនចាហើយមួយទៀតគឺថ្នាលតេស្តនិងប្រឡងហើយបន្ទាប់មកមានថ្នាលបឋមចាស់និងមានថ្នាលផ្សេងទៀតនៅក្នុងហ្នឹងចាតែនៅក្នុងវីដេអូនេះចាខ្ញុំសូមតែ specific ទៅកាន់ថ្នាលតេស្តនិងប្រឡងហ្នឹងហើយនេះគឺយើងចុចចំហ្នឹងចាចុចចំថ្នាលតេស្តនិងប្រឡងពុកម៉ែបងប្អូនលោកគ្រូចាយើងរាប់ពីលេខរៀងទី1មកចាគឺនៅលេខរៀងទី3ថ្នាលតេស្តនិងប្រឡងហ្នឹងហើយប្រសិនបើពុកម៉ែបងប្អូនលោកគ្រូចាចង់ទៅឡើងថ្នាលតេស្តនិងប្រឡងហ្នឹងចាអាចចុចនៅកន្លែងសញ្ញាព្រួយឡើងនឹងបានចាពីព្រោះថាទូរស័ព្ទនេះជាប្រភេទ iOS ហ្នឹងហើយអញ្ចឹងរបៀបទៅឡើងលើ home screen អេក្រង់អីគឺដូចនឹងរបៀបទៅឡើងកម្មវិធីថ្នាំបឋម PLP មុនអញ្ចឹងចាអត់ខុសគ្នាទេតិចទៀតខ្ញុំនឹងបង្ហាញជូនចាពីរបៀបតឡើងឲ្យនៅលើអេក្រង់អញ្ចឹងពេលដែលនៅចេញផ្ទាំងបែបនេះចាមានឈ្មោះអ្នកប្រើប្រាស់មានពាក្យសម្ងាត់ហើយមួយទៀតមានចូលប្រើប្រាស់ដោយប្រើ QR code ឥឡូវនេះខ្ញុំចុចចាការប្រើប្រាស់ដោយប្រើ QR code អញ្ចឹងកាលណាខ្ញុំចុចចំកន្លែងហ្នឹងគឺខ្ញុំគេឲ្យយើង scan តែសូមបញ្ជាក់មួយចាប៉ះសិនបើយើង scan អត់កើតទេទូរស័ព្ទខ្លះ scan អត់កើតទេអញ្ចឹងពុកម៉ែបងប្អូនលោកគ្រូចាយើងបញ្ចូលដោយប្រើគណនីជូនគាត់មាន user password អញ្ចឹងទៅចាតែបើសិនជាអាច scan បានគឺយើង scan ឥឡូវនេះខ្ញុំ scan គណនី QR code កូនសិស្សរបស់ខ្ញុំថ្នាក់ទី2អញ្ចឹងបន្ទាប់ពី scan ហើយគឺចេញទម្រង់បែបនេះឯងចាងាយស្រួលមែនតើពុកម៉ែបងប្អូនលោកគ្រូចាឧទាហរណ៍នៅពេលដែលកូនសិស្សខ្ញុំចាមិនឧទាហរណ៍ទេចាជាស្រ័យគឺជាក់ស្ដែងតែម្ដងគាត់សិស្សថ្នាក់ទី2នៅពេលដែល scan មកគឺចេញតែមុខវិជ្ជាថ្នាក់ទី2តែប៉ុណ្ណោះអត់មានពិបាកចារញ៉េរញ៉ៃចេញមកច្រើនមុខវិជ្ជាមិនដឹងថាចូលប្រឡងមួយណាអីចឹងណាអត់ទេគឺបើគាត់កម្រិតថ្នាក់ណា scan ទៅចេញតែកម្រិតថ្នាក់ហ្នឹងទេចាអញ្ចឹងក្នុង3មុខវិជ្ជាហ្នឹងចាយើងចង់ឲ្យគាត់ប្រឡងមុខវិជ្ជាមួយណាយើងចុចចំហ្នឹងទៅឥឡូវឧទាហរណ៍ខ្ញុំចុចចំគណិតវិទ្យាខ្ញុំឲ្យគាត់ប្រឡងគណិតចឹងហើយសូមបញ្ជាក់ជូនដែរចាពុកម៉ែបងប្អូនលោកគ្រូក្នុងការប្រឡងនេះចាគឺមានទាំងអស់30សំណួរហើយមានចំនួន40នាទីចាហើយមកដល់កន្លែងនេះចាខាឡូថាមានលោកគ្រូយើងសួរថាអ្នកគ្រូចុះបើថ្នាក់រៀនរបស់ខ្ញុំខ្វះ device ហើយខ្ញុំធ្វើម៉េចប្រឡងតាន់ទៅអញ្ចឹងកន្លែងនេះផងដែរគឺសូមជំរាបជូនចាគឺរយៈពេលប្រឡងគឺមានចំនួន1សប្តាហ៍អញ្ចឹងក្នុងមួយថ្ងៃចាលោកគ្រូយើងអាចលៃលកទៅតាម device អញ្ចឹងណាថ្ងៃយើងបាន5នាក់ឬក៏10នាក់ចាហើយពេលខ្លះទៀតក៏លោកគ្រូយើងអាច copy link ចាបោះ link ឲ្យគាត់ប្រឡងនៅផ្ទះក៏បានដែរកន្លែងនេះចាអាចមានសំណួរទៀតណាហាអ្នកគ្រូបើសិនជាឲ្យគាត់ប្រឡងនៅផ្ទះអញ្ចឹងមិនម៉ាក់ប៉ាគាត់ជួយប្រាប់អញ្ចឹងគិតមិនវិញទៅចាមិនអត់សុក្រិតអីចឹងណាអញ្ចឹងក៏សូមជំរាបជូនចាពុកម៉ែបងប្អូនលោកគ្រូចាត្រង់ចំណុចទាំងអស់នេះគឺលក្ខខណ្ឌក្នុងការឲ្យប្រើប្រាស់ចាកម្មវិធីថ្នាក់បឋម PLP នេះចាគឺមានគោលបំណងទី1គឺចង់ឲ្យចេះប្រើប្រាស់ប្រព័ន្ធថ្មីដឹងពីរបៀបចាថាតើចូលប្រឡងដោយរបៀបណាចាហើយដឹងអំពីលំហាត់ចាតើគួរធ្វើដោយរបៀបណាចាមានដំណាក់កាលនៃលំហាត់ចឹងទៅចាក៏ដូចជាខ្លឹមសារមេរៀនចាឲ្យកូនសិស្សគាត់យល់ដឹងអំពីលំនាំនៃការធ្វើមួយវិញទៀតចាបើសិនជាបងប្អូនអាណាព្យាបាលចាជួយបងប្អូនក្នុងការធ្វើលំហាត់ចាប្រឡងនេះគឺចាត់ទុកថាជាសកម្មភាពក្នុងការជួយបង្រៀនគាត់ហ្នឹងហើយជួយបង្រៀនកូនគាត់ចឹងណាហ្នឹងហើយឲ្យគាត់ចាមានការចូលរួមចាហើយកុមារមានការហ្វឹកហាត់ឲ្យបានច្រើនគឺគាត់កាន់តែស្ទាត់កាន់តែចេះហ្នឹងហើយចឹងត្រង់កន្លែងនេះផងដែរក៏សូមជម្រាបជូនចាដល់លោកគ្រូអ្នកគ្រូបន្ទប់ថ្នាក់របស់យើងចាអត់បញ្ហាទេចាឲ្យតែកូនសិស្សគាត់បានចូលគាត់បានប្រឡងគាត់បានវឹកហាត់ហ្នឹងហើយហើយមួយទៀតអាចនឹងមានសំណួរថាអ្នកគ្រូចុះបើសាលាខ្ញុំអត់ទាន់រៀបចំហើយទេតើអត់ប្រឡងបានអត់ហើយតើអាចមានបញ្ហាអីដែរអត់បើសិនជាអត់បានប្រឡងចាត្រង់ចំណុចនេះផងដែរក៏សូមជម្រាបជូនលោកគ្រូយើងថាมันមានបញ្ហាអីទេចាពីព្រោះថានេះគឺជាលើកដំបូងគឺសូមលើកទឹកចិត្តចាជូនដល់សាលាជាង1000សាលាដែលបានចុះវត្តមានទៀងទាត់ចាតាមរយៈកម្មវិធីថ្នាក់បឋម PLP ហ្នឹងហើយអញ្ចឹងបើគាត់បានចុះវត្តមានចាទាំងគ្រូទាំងសិស្សទៀងទាត់អញ្ចឹងគាត់អាចចូលប្រឡងបានចាអញ្ចឹងអាចមានសំណួរទៀត
អ្នកគ្រូចូលបើសាលាខ្ញុំអត់បានចុះវត្តមានទាំងសិស្សទាំងគ្រូផងហ្នឹងចូលប្រឡងបានអត់បើសិនជាចង់ចាបើចង់បានរឹតតែល្អទៀតណាពីព្រោះថាចាបានកូនសិស្សយើងវឹកហាត់ហ្នឹងហើយអញ្ចឹងកាលណាគាត់វឹកហាត់គាត់ដឹងលំហាត់ពីព្រោះថាតេស្តដែលចេញក្នុងកម្មវិធីថ្នាក់បឋម PLP គឺជាតេស្តស្តង់ដារចាចេញទៅតាមកម្មវិធីស្តង់ដាររបស់ក្រសួងអប់រំហើយការធ្វើតេស្តប្រឡងនេះផងដែរចាគឺតាមការស្ម័គ្រចិត្តហ្នឹងហើយបើសិនជាសាលារបស់លោកគ្រូអ្នកគ្រូចាអាចប្រឡងបានគឺចូលប្រឡងហ្នឹងហើយក៏ប៉ុន្តែបើសិនជាមានលក្ខខណ្ឌផ្សេងៗដូចជាខ្វះ device ឬក៏អត់សេវាអីផ្សេងៗចាយើងអត់អាចចូលប្រឡងបានក៏មិនជាបញ្ហាអីដែរចាបើយើងស្ម័គ្រចិត្តពេញចិត្តធ្វើគឺធ្វើហ្នឹងហើយបើយើងមិនទាន់ ready ទេអត់ទាន់ធ្វើក៏អត់អីដែរហើយគ្រាន់តែជាការជំរុញចានឹងលើកទឹកចិត្តរបស់ខ្ញុំបើសិនបើអាចទៅរួចចាចង់ឲ្យលោកគ្រូអ្នកគ្រូយើងគឺអនុវត្តក្នុងការធ្វើតេស្តប្រឡងក្នុងកម្មវិធីថ្នាក់បឋម PLP មែនតើដើម្បីទី1ចាយើងជាគ្រូយើងអាចស្វែងយល់តេស្តហ្នឹងហើយពីព្រោះថារាល់ដងយើងរៀបវិញ្ញាសាខ្លួនឯងហើយចំណែកវិញ្ញាសាលើកនេះចាដែលកូនសិស្សគាត់ប្រឡងទៅតាមកម្រិតថ្នាក់នេះគឺមានការរៀបចំពីលោកគ្រូអ្នកគ្រូដែលគាត់មានជំនាញអញ្ចឹងបើសិនជាយើងទម្លាប់ឲ្យកូនសិស្សយើងគាត់វឹកហាត់ចាទៅតាមលំហាត់នៅក្នុងកម្មវិធីថ្នាក់បឋម PLP អញ្ចឹងនៅពេលលើកក្រោយដែលគាត់ជួបតេស្តស្តង់ដារណាមួយអញ្ចឹងប្រកាសជាងាយស្រួលសម្រាប់គាត់ពីព្រោះថាគាត់បានដឹងពីលំនាំនៃការធ្វើឥឡូវសូមត្រឡប់ចាមកកាន់វីដេអូរបស់យើងនេះវិញហ្នឹងហើយបើសិនបើពុកម៉ែបងប្អូនលោកគ្រូចាចង់ដំឡើងនៅលើអេក្រង់ទូរស័ព្ទនៅកម្មវិធីថ្នាលតេស្តនឹងប្រឡងហ្នឹងចឹងដូចខ្ញុំបានជំរាបជូនខាងដើមវីដេអូចាបើសិនជាប្រភេទទូរស័ព្ទប្រភេទ iOS នេះគូវងកន្លែងសញ្ញាព្រួយហ្នឹងចាខ្ញុំវងហ្នឹងគឺយើងចុចចំហ្នឹងមកតែបើប្រភេទ Android គឺមានកន្លែង tray 3ហ្នឹងហើយអញ្ចឹងបន្ទាប់មកយើងយកពាក្យថា add to home screen នោះឯងហ្នឹងហើយយើងចុចឆាតចំហ្នឹងមកបើនិយាយរួមក្នុងការតម្លើងដាក់នៅលើ home អេក្រង់ណាបងប្អូនលោកគ្រូចាដូចមុនអញ្ចឹងដូចការតម្លើងកម្មវិធីថ្នាក់ PLP អញ្ចឹងចាហើយនេះឯងគឺយើងចុចចំពី add ហ្នឹងហើយបន្ទាប់មកចានៅលើអេក្រង់ទូរស័ព្ទរបស់យើងហ្នឹងគឺមានពាក្យថា PLP exams ហ្នឹងហើយគឺប្រឡងហ្នឹងហើយគឺជាកម្មវិធីមួយគឺសម្រាប់ចូលប្រឡងចូលធ្វើតេស្តតែម្ដងអញ្ចឹងយើងអត់បារម្ភមានបញ្ហាទេពីព្រោះថាកម្មវិធីមួយនេះគឺសម្រាប់តែប្រឡងហើយធ្វើតេស្តសង្ឃឹមថាវីដេអូនេះផងដែរចាអាចជូនជាប្រយោជន៍ដល់លោកគ្រូអ្នកគ្រូនៅបឋមសិក្សាយើងចាហ្នឹងហើយហើយខ្ញុំដឹងថាពិតជាចាំបាច់មែនទែនចាតកតងនឹងកម្មវិធីមួយនេះចាសម្រាប់លោកគ្រូអ្នកគ្រូយើងពីព្រោះថាជាសំណួររបស់គាត់ចាសួររហូតអ្នកគ្រូចូលប្រឡងកន្លែងណាហើយពេលចូលប្រឡងហ្នឹងធ្វើម៉េចទៅអ្នកគ្រូមានបានសំណួរចាហើយប្រសិនបើសាលារបស់ខ្ញុំអត់បានប្រឡងតើជួបបញ្ហាអីអត់អញ្ចឹងខ្ញុំបានបកស្រាយរួចហើយនៅក្នុងវីដេអូមួយនេះអរគុណពុកម៉ែបងប្អូននិងលោកគ្រូចាដែលបានទស្សនាវីដេអូមួយនេះចាអរគុណច្រើន